ធានបទយើងថ្ងៃនេះនិយាយអំពីដុំសាច់មហារាជនៅទ្វារលមួកពេលច្រើនរកឃើញថាដុំសាច់មហារាជនៅទ្វារលមួកពេលច្រើនពោះពេលនឹងការព្យាបាលដោយសារយើងទុកយូរពេកណាជំរាបសួរអាយដាមលោកជំទាវលោកស្រីនាងកញ្ញាយើងនឹងនិយាយគ្នាអំពីតើតើមួយប្រធានបទរបស់យើងអ្នកដែលអានឹងបទពិសោធន៍ខ្ញុំឯណាបទពិសោធន៍ខ្ញុំច្រើនឆ្នាំមកតើតើមួយនឹងដុំសាច់មហារាជនៅទ្វារលមួកហ្នឹងភាគច្រើនដែលពេទ្យគេរកឃើញភាគច្រើនហួសពេលក្នុងការព្យាបាលព្រោះវានៅក្នុងកម្រិត3អ្នកខ្លះកម្រិត4អីចឹងវាជាដំណាក់កាលចុងក្រោយនៃដុំសាច់មហារាជមូលហេតុថងថាយើងដោយសារយើងគិតតកតងមួយនឹងរោគសញ្ញាដូចជាពិបាកបត់ជើងហូរឈាមតិចមានជាប់តាមលិមួកមកអីចឹងណាហើយពេលបត់ជើងហ្នឹងភាគច្រើនគឺពិបាកបត់ជើងខ្លាំងហើយយើងអត់ដែលគិតថាវាជាដុំសាច់មហារាជដុំអីទេព្រោះយើងគិតអារម្មណ៍របស់យើងវាគិតទៅលើតកតងជាមួយនឹងឬដងបាតដោយសារសញ្ញារបស់វាហ្នឹងគឺវាដូចជាមួយនឹងការកើតឬដងបាតហ្នឹងទាំងអស់តកតងមួយនឹងបាត់ជើងឈាមនឹងតកតងមួយនឹងពិបាកបាត់ជើងនឹងក្តៀមលិមួកហ្នឹងណាអាហ្នឹងគឺរោគសញ្ញារបស់ឬដងបាតទាំងអស់ដល់ពេលយើងរកឃើញថាដុំសាច់នឹងមហារាជវាច្រើនវានៅក្នុងដំណាក់កាលដែលវាហូរឈាមឬក៏វាទៅជាដុំសាច់មហារាជវាទៅជាអាប់សាយទៅឈឺខ្លាំងអញ្ចឹងណាបានយើងត្រូវមកជួបពេទ្យដល់ពេលពេទ្យយកមកពិនិត្យមើលវាច្រើនវាទៅជាដំណាក់កាលទី3ទី4អីចឹងទៅវាហួសពេលនឹងការចាក់ថ្នាំចាក់អីចឹងដោយសារយើងជាធម្មតាជាជនខ្មែរយើងនៅតាមជនបទអីហ្នឹងមិនសូវជាស្វះស្វែងទេបើធម្មតាពិបាកបត់ជើងបាត់អីហ្នឹងគិតសួរគ្នាតគ្នារកថ្នាំខ្មែរថ្នាំបុរាណអញ្ចឹងណាហើយបើជាធម្មតាដុំហ្នឹងវាដុំហ្នឹងវាមូលវាមិនសូវជាមានបញ្ហាប៉ុន្មានទេព្រោះអាហ្នឹងវាវត្តមួយថ្ងៃតិចម៉ោងតិចអញ្ចឹងណាបានវាឡើងក្រេតទៅធំអញ្ចឹងទៅប៉ុន្តែភាគច្រើនយើងដូចវាមានតកតងមួយនឹងការយើងប្រើថ្នាំឬក៏យើងលូកលាបលូកអីហ្នឹងធ្វើឲ្យដុំហ្នឹងឬក៏ពេទ្យដែលចាក់តាមភូមិតាមអីហ្នឹងគាត់អត់ដឹងហ្នឹងគាត់ទៅចាក់ឲ្យទៅជាបែកអាដុំមហារាជអាហ្នឹងអីចឹងណាអាដុំមហារាជវាទៅជាបែកទៅជាមានអាប់សាយតបៅអីចឹងទៅភាគច្រើនណាហើយអាហ្នឹងហើយដែលធ្វើឲ្យវា metastasis ពាក្យថា metastasis បានន័យថាមេរោគវារត់ចេញពីអាតំបន់កន្លែងដែលយើងជាដុំហ្នឹងវារត់ចេញទៅក្នុងឈាមទៅលើorgan ផ្សេងទៅជាសរីរៈផ្សេងអញ្ចឹងណាដូចថ្លើមទៅដូចជាតម្រង់នោមដូចជាសួតលំពេងអីចឹងទៅវារត់ទៅអញ្ចឹងទៅជួនកាលវាចូលទៅក្នុងឆ្អឹងចូលអីចឹងទៅអានោះហើយដែលជាមូលហេតុដែលយើងពិបាកព្យាបាលដែលយើងរកឃើញហើយព្រោះភាគច្រើនយើងដឹងហើយមហារាជពិបាកក្នុងការថ្នាំព្យាបាលណាមានចាក់គីមីផងអីផងសពបែបយ៉ាងណាយើងពិបាករកថ្នាំព្យាបាលដូចចឹងយើងច្រើនហួសពេលនឹងឯងក្រោយនេះខ្ញុំសង្កេតឃើញថាខ្ញុំធ្លាប់ជួបរហូតដល់អ្នកជំងឺអាយុ26ឆ្នាំដែលខ្ញុំធ្លាប់ជួបណាក្មេងជាងគេដែលមកពីនៅទ្វារលិមួកចុងក្រោយចុងបរិវេណធំក្រោយហ្នឹងមានក្មេងដល់ប៉ុណ្ណឹងជាកម្មមុនយើងធ្លាប់ជួបតាអ្នកដែលមានវ័យអាយុ40ជាងទៅបានសម្បូរតែឥឡូវនេះមានរកឃើញអ្នកដែលអាយុ26 20ជាងតិចតួចក៏មានដែរបាទអញ្ចឹងផ្ដាំទៅបងប្អូនកូនក្មួយទាំងអស់ដែលវាមានបញ្ហាទាក់ទងមួយបត់ជើងយើងមកប្រឹក្សាជាមួយគ្រូពេទ្យទៅយើងមានសេវាកម្មគ្រប់ទីពេទ្យសម្រាប់បើកមើលឆ្លោះមើលកន្លែងហ្នឹងណាដើម្បីបញ្ជាក់ថាវាមានដុំសាច់នឹងអត់វាជាឬដងបាតមែនអត់ឲ្យដូចយើងការគិតហ្នឹងវាដូចអត់អាហ្នឹងគេឲ្យថ្នាំអីចឹងទៅកុំទុកវាដល់យកហួសពេលអាហ្នឹងពិបាកដល់មកភ័យ
អ្នកខ្លះក៏ហ៊ានចំណាយលុយដល់ច្រើនមិនដែរគាត់ថាលុយពេលហ្នឹងពិបាកព្យាបាលទៅចាអត់ពិបាកចាយទៅពេលដែលវាទៅជានំសាច់មហារីកណាហើយទៅចាំថាដុំឬដូងបាតហ្នឹង99%វាមិនដែលคล้ายទៅជាមហារីកទេអាដុំសាច់មហារីកវាជាដុំរឿងរបស់វាផ្សេងវាពោកមកអញ្ចឹងដុំសាច់មហារីករហូតអញ្ចឹងទៅវាមិនអាចរីកដូងបាតនឹងคล้ายទៅជាមហារីកទេដោយសារខ្ញុំឃើញគ្រូពេទ្យខ្លះគាត់ថាមហាខ្លាច់ឬដូងបែកតបៅទៅជាមហារីកអញ្ចឹងណាវាអញ្ចឹងដែរតាមមើលបើសិនជាមានបញ្ហាយើងមកពេទ្យមកសេវាកម្មគ្រប់ទីពេទ្យគឺមានមិនបាច់មកឯកជនអស់លុយច្រើនយើងអាចទៅពេទ្យរដ្ឋប្រើបានបសសអញ្ចឹងណាបាទមានតែ